សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកជួបនិយាយទៅថ្ងៃហ្នឹងមកជួបខ្ញុំវិញហើយអធិស្ឋានផងដែលខ្ញុំជិះរឿងល្អយូរហើយអត់មានអ្នកគេខឹងខ្ញុំដែរមានអ្នកគេរងចាំមើលរឿងអត់ថ្ងៃហ្នឹងយើងមកតសាច់រឿងកូនស្រីរបស់មនុស្សអាក្រក់បន្តទៀតហើយបើរឿង GL ប្រហែលតនេះបានខ្ញុំសម្រាយព្រោះស្អែកគ្រូខ្ញុំគាត់មានកម្មវិធីជប់លៀងនៅសាលាអញ្ចឹងកុំយូរពេកអញ្ចឹងចុះសេរីទៅតែម្ដងទៅតោះនាងពិតជាស្រស់ស្អាតណាស់ហើយមើលទៅអស្ចារ្យពេលនាងប្រើវីតាមីនគួរឲ្យសរសើរណាស់អ្នកនាងមកទីមើលពួកយើងចង់រាប់អានអ្នកនាងពួកនាងច្រណែនក្នុងនាមជាមិត្តភក្តិដំបូងបំផុតរបស់នាងខ្ញុំចេស៊ីកាថាគឺមានសិទ្ធិពិនិត្យនិងផ្ទៀងផ្ទាត់ជនណាដែលចង់ក្លាយជាមិត្តបន្ទាប់របស់នាងខ្ញុំហ៊ានធានាខ្ញុំចេស៊ីកានឹងមិនអនុញ្ញាតឲ្យមនុស្សដែលគ្មានតម្លៃក្លាយជាបញ្ហាសម្រាប់អ្នកនាងឡើយនៅពេលនេះអេដាកំពុងកើតអំពីខេនយេជាសំណាងអាក្រក់នាងជាក្មេងស្រីគួរឲ្យស្រឡាញ់ម្នាក់តែសៀបភៅបាននិយាយថានាងចង់សម្លាប់ខ្ញុំអ្នកនាងមកទីមើលនៅជាបន្ទប់ស្នាក់នៅរបស់អ្នកនាងតើពួកគេចំណាយអស់ប៉ុន្មានដើម្បីតុបតែងវាចេះសេកាចាប់ពីពេលនេះទៅឯងអាចហៅខ្ញុំថាអេដាបានយកព្រមអ្នកនាងអេដាចាំពួកយើងជួយផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យអ្នកនាងឯកសណ្ឋានសាលាផ្នែកខាងពន្លឺបានមកដល់ហើយដរាបណាយើងមានលុយគ្រប់គ្រាន់សាលានឹងអនុញ្ញាតឲ្យមានអ្នកបម្រើផ្ទាល់ខ្លួនឯកសណ្ឋានរបស់សាលានៃពន្លឺពិតជាស្រស់ស្អាតខ្លាំងណាស់វ៉ាវអ្នកនាងអេដាមិនថាអ្នកនាងស្លៀកពាក់អ្វីនោះទេមើលទៅពិតជាសមណាស់សម្រាប់របស់អ្នកនាងពិតជាចាញ់ចាំងណាស់អ្នកនាងវាជាថ្ងៃចូលរៀនដំបូងហើយអ្នកនាងមិនទាន់ដឹងថាត្រូវរៀនថ្នាក់មួយណាទេអ្នកនាងអាចទៅហាងកាហ្វេសម្រាប់អាហារពេលល្ងាចហាងកាហ្វេអីខ្ញុំនឹងរងចាំមើលថាតើអាហាររដ្ឋាននៅក្នុងសាលាវីតាមីនរបស់ពិភពលោកនេះមានលក្ខណៈបែបណាអូវាមានក្លិនឈ្ងុយណាស់នេះគឺជាអាហារសម្រាប់អ្នកបម្រើរបស់ពួកយើងទេអ្នកនាងអេដាអាហារសម្រាប់ពួកយើងមិនមែននៅទីនេះទេហាតើនាងមិនមែនជាពិតជានាងមែនខេងយេចុនសល់ក្មេងស្រីដែលកំសត់ជាស្ដេចបិសាចនាពេលអនាគតតើឯងអាចប្រាប់ថាមានបញ្ហាដោយគ្រាន់តែសម្លឹងមើលនាងតើសាលារបស់យើងទទួលសិស្សបែបនេះឬមើលនោះជាសិស្សឆ្នាំទី1នៅឲ្យឆ្ងាយពីនាងអត់ទោសអ្នកទាំងអស់គ្នាឈរបាំងផ្លូវខ្ញុំហើយតើអ្នកទាំងអស់គ្នាមិនរកអីញ៉ាំទេឬតើខ្ញុំអាចតែងសាំងវិចសាច់មាន់បានទេមិនអាក្រក់ទេឥឡូវនេះខ្ញុំនឹងមិនចាំបាច់រងចាំក្នុងជួរនៅកន្លែងណាមួយនៅទីនេះទេអរគុណខេងយេដែលជាស្ដេចបិសាចដែលចាប់កំណត់ឡើងវិញបានទៅរៀននៅអគារនៃសាលាភាពងឹតគួរឲ្យអាណិតណាស់គិតថាការចាប់កំណត់ឡើងវិញរបស់ស្ដេចបិសាចបានកើតឡើងវិញដូចជាខ្មោចអ្វីដែលនាងអាចញ៉ាំសម្រាប់ពេលល្ងាចបានគឺនំសាំងវិចនាងមិនរំខានយើងទេដរាបណាយើងមិនររឿងនាងមុនទោះបីជាមិនបង្កហេតុក៏ស្ដេចបិសាចនឹងនៅតែសម្លាប់មនុស្សទាំងអស់ដែលជិតស្និទ្ធនឹងបុរសដែលដឹកនាំក្នុងរយៈពេល7ឆ្នាំដូច្នេះក្នុងរយៈពេល7ឆ្នាំនេះខ្ញុំត្រូវរកវិធីដើម្បីដោះស្រាយបញ្ហានេះខ្ញុំត្រូវរកវិធីដើម្បីរស់ខ្ញុំគិតថាខ្ញុំពិតជាអាចញ៉ាំនំសាំងវិចនិងគុយទាវនៅក្នុងហាងកាហ្វេធំធីយ៉ាអ្នកប្រុសមកដល់ហើយកន្លែងណាដែរលោកញ៉ាំអាហារថ្ងៃនេះអ្នកប្រុសហើយពួកយើងនៅសល់កន្លែងនៅសុខរបស់ពួកយើងតើខ្ញុំអាចមានកេតីទទួលទានអាហារពេលល្ងាចជាមួយអ្នកនាងបានទេអ្នកនាងម៉ូធីមើលលោកអាចអង្គុយនៅទីនេះបានបើលោកចង់តែគុំថាដៃខ្ញុំវាមិនស្អាតទេ
មានជាការជុកឈាមជាខ្លាំងឲ្យសមមុខឲ្យសមមុខវ៉ាអ្នកប្រណយអង្គជាមួយអ្នកនាងមកទីមកជាមួយអ្នកនាងមកទីមកនៅទីនេះខ្ញុំគិតថាអ្នកប្រណយ 2 from my hometown. Went to bed new. Couldn't put my phone និយាយចឹងក្មេងស្រីទាំងអស់នោះនឹងធ្វើអ្វីគ្រប់យ៉ាងឲ្យតែបានញ៉ាំអាហារជាមួយលោកហេតុអីលោកមិនអង្គុយជាមួយពួកគេទៅ អាឡាបេដងខ្ញុំលោតខ្លាំងបើតាមខ្ញុំគិតគឺព្រោះអ្នកនាងគឺជាគូដណ្ដឹងរបស់ខ្ញុំកៀងមួយរំពេច ជុំយ៉ាខ្ញុំភ្លេចទាំងស្រុងថាខ្ញុំជាគូដណ្ដឹងរបស់ឡើយប្រុសល្ងងអ្នកនាងមកទីមកជាគូដណ្ដឹងរបស់អ្នកចំណៃប៉ុន្តែពួកគេអាចសំញានអស់សម្រាប់អ្នកយកវិញទៅមកមិនថាវាជាមូលដ្ឋានគ្រួសាររបស់ពួកគេទេក៏សោទេ បើសិនអ៊ីដមីនអានអក្សរខុសអីអធិស្ឋានអ៊ីដមីនផងអាចខំប្រាប់អ៊ីដមីននៅខាងក្រោមនោះបានណាជាងចុះសេរីទៅ ពួកគេជាមូលដ្ឋានការប្រកួតមួយដែលធ្វើឡើងនៅឋានសួគ៌ឡើយលោកមិនគិតថាវាលឿនពេកទេឬមិនគិតមើលចិត្តគ្នាសិនទេខ្ញុំចង់និយាយថាវាអាចទៅរួចដែរថាគូព្រេងរបស់លោកមិនទាន់ដល់បង្ហាញខ្លួននៅឡើយ អត់ទេនៅពេលដែលខ្ញុំបានឃើញអ្នកនាងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាការគិតរបស់ចាប់ដើមប្រសើរឡើងស្រស់ស្រាយ តើបរោះចរិតបែបនេះមាននៅក្នុងសៀវភៅរឿងដែរមែនទេមើលទៅហាក់ដូចជាខ្ញុំត្រូវរៀបចំឲ្យបរោះនិងស្ត្រីនាំឲ្យជួបភ្លាមឬផ្សេងទៀតទិសដៅនៃរឿងនេះនឹងត្រូវទទួលបានទាំងអស់ អូខេរឿងយើងក៏ចាប់ទៅនឹងឯងហើយអធិស្ឋានខ្ញុំផងបើសិនខ្ញុំអានអក្សរខុសឬក៏វានិយាយថាបើខ្ញុំអានអក្សរខុសអត់ត្រូវអក្សរអីអាចខមើខាងក្រោមប្រាប់បានណាអ្នកទាំងអស់គ្នាហើយអញ្ចឹងចាប់ជួបខ្ញុំនៅវីដេអូក្រោយបាយ